ណែលោកជាអ្នកណាឬក៏ត្រូវឲ្យខ្ញុំឈ្មោះសៀវវៃមកយកនាងសៀវវៃលោកប្រុសសៀវវៃនឹងមែនទេត្រូវហើយនាងឈ្មោះនីងសៀវនឹងមែនទេហើយឪពុកនាងឈ្មោះថាហ្វូតុងនឹងមែនទេត្រូវហើយខ្ញុំគឺជាកូនលោកប្រុសហ្វូតុងអញ្ចឹងត្រូវហើយតោះពួកយើងនឹងដើម្បីជិះទៅផ្ទះរបស់ខ្ញុំរបស់លោកមែនទេពិតជាគួរឲ្យសប្តិថាលោកប្រុសសៀវវៃបាត់មែនផ្ទះធំស្កឹងស្កែកគ្មានអ្នកបម្រើមួយពីរអញ្ចឹងអ្នកបម្រើពីមុនមានច្រើនណាស់តែនាងមិនចង់នឹងអីដឹងធំថានាងហាមចូលបន្ទប់ខ្ញុំហើយលោកម្នាក់នេះបន្ទប់នេះពិតជាស្អាតមែនហេតុអីមានតែក្រែពីរម្ល៉េះផាជាពីមុនមកមានអ្នកបម្រើច្រើនហើយមកទៅគេធ្វើក្រែពីរនេះកុំខ្វល់ច្រើនអីដេកវាក៏ជាហេតុអីនៅទីនេះគ្មានសេវាអញ្ចឹងផ្ទះធំបែបនេះគួរតែមាន Wi-Fi តសម្រាប់មើលរឿងកម្សាន្តយប់ឡើងលោកម្នាក់នេះមិនដែលមកទូរស័ព្ទទេអេមែនអីគេបានប្រាប់ខ្ញុំថាមិនអស់ចូលបន្ទប់របស់គេបន្ទប់របស់គេមានអីទៅនោះគេឲ្យខ្ញុំមកធ្វើបម្រើរបស់គេសម្អាតផ្ទះរបស់គេហេតុអីទៅគេមិនឲ្យខ្ញុំធ្វើពិតជាស្គាល់មែនហើយធុញណាស់លោកនៅផ្ទះទេលោកប្រុសសៀវវៃអ្នកណាឲ្យនាងចូលមកក្នុងបន្ទប់របស់ខ្ញុំមិនបានចូលឯណាខ្ញុំតែឈរមកទ្វារតាខ្ញុំប្រាប់នាងថាឈរមកទ្វារក៏ខ្ញុំមិនឲ្យចូលដែរនោះទេខ្ញុំប្រាប់ហើយបើជំទប់បញ្ជារបស់ខ្ញុំឪរបស់នាងនឹងតែស្លាប់លោកគំរាមខ្ញុំហ៎លោកអាងថាខ្លួនឯងជាមេក្រុងនៅក្រុងនេះហ៎លោកគំគិតថាខ្លួនឯងធំចឹងធ្វើបានអ្នកតូចណាអេសំឡេងអីនោះអេសំឡេងជាតាតែអ្នកណាមកលេងជាតាតាំងព្រឹកទាំងយប់បែបនេះរត់ទៅមើលសិនឈួតទេអីអត់ដឹងមនុស្សដេកទេអីមកលេងជាតាទាំងយប់គឺជាគេមានអីគេមានរូបរាងសង្ហាសាច់ដុំធំគួរឲ្យចាប់អារម្មណ៍យ៉ាងណាតាណែអញគិតអីហ្នឹងប្រយ័ត្នតែដេកវិញលោះជាតែគេឃើញនេះគេកាត់ប្រាក់ខែអញហើយពិតជាឆ្ងល់ខ្លាំងណាស់ហេតុអីទៅគេសង្ហាដល់ថ្នាក់ហ្នឹងណអេអញកំពុងកាត់ទៅនឹងនាងសៀវនេះអញកំភ្លាប់ថាលងនឹងបរោះកំណាញ់ម្នាក់ហ្នឹងណាហើយអញនេះគ្រាន់តែជាកូនអ្នកមានតិចតួចតែប៉ុណ្ណោះតែគេគឺជាកូនមហិច្ឆតានៅស្រុកខ្មែរណាហើយ